ជាទូទៅក្មេងដែលខ្វះអាហារូបត្ថម្ភផលប៉ះពាល់ទៅលើការអភិវឌ្ឍរបស់ពួកគេតាក់ទងជាមួយមានពីរផ្នែកសំខាន់បាទជាទូទៅកុមារដែលមានជំងឺកង្វះអាហារូបត្ថម្ភពួកគេអាចស្ដែងចេញជារោគសញ្ញាដូចជាទី1កុមារចាប់ផ្ដើមឡើងគីឡូឬក៏ស្រកគីឡូដែលធ្វើឲ្យគីឡូរបស់ពួកគេចាប់ផ្ដើមទាបជាងគីឡូស្តង់ដាបើធៀបជាមួយនឹងអាយុនិងកម្ពស់របស់ពួកគេទី2កុមារមានសភាពស្គមដៃជើងតូចខ្ពស់ប៉ោងចេញចឹងជំនីកុមារខ្លះអាចស្ដែងចេញជារោគសញ្ញាហើមសក់របស់ពួកគេចាប់ផ្ដើមជ្រុះផុយដូរពណ៌ស្បែកចាប់ផ្ដើមស្ងួតងាយរមាស់ពេលខ្លះអាចចេញជាដបៅនៅលើស្បែកកុមារចាប់ផ្ដើមឈឺច្រើនងាយចុះត្រជាក់កុមារឈឺមិនងាយជាដែលធ្វើឲ្យការអភិវឌ្ឍខួរក្បាលរបស់ពួកគេចាប់ផ្ដើមចុះខ្សោយបាទតើតើនៅមូលហេតុនៃជំងឺកង្វះអាហារូបត្ថម្ភលើកុមារការផ្ដល់ឲ្យអាហារកុមារមិនបានត្រឹមត្រូវទៅតាមអាយុរបស់ពួកគេដូចជាអាហារខ្វះសារធាតុចិញ្ចឹមអាហារមិនបានត្រឹមត្រូវសន្សំស្របទៅតាមអាយុរបស់ក្មេងដែលពួកគេគួរតែទទួលបានតើតើជាមួយនឹងកត្តាជីវភាពរបស់គ្រួសារកង្វះអនាម័យកត្តាសំខាន់មួយទៀតនោះតើតើជាមួយនឹងជំងឺកុមារដែលមានជំងឺប្រចាំកាយដូចជាបញ្ហាបេះដូងកុមារមានជំងឺសួតកុមារមានជំងឺកាពះពោះវៀនរ៉ាំរ៉ៃដែលធ្វើឲ្យវិបត្តិនៅក្នុងការស្រូវរបស់ពួកគេជាទូទៅក្មេងដែលខ្វះអាហារូបត្ថម្ភផលប៉ះពាល់ទៅលើការអភិវឌ្ឍរបស់ពួកគេមានពីរផ្នែកសំខាន់ការអភិវឌ្ឍខួរក្បាលនិងផ្លូវចិត្តរបស់ពួកគេមានសភាពយឺតយ៉ាវបញ្ញាស្មារតីនិងការគិតរបស់ពួកគេមានសភាពចុះខ្សោយមិនរហ័សរហួនក្មេងមានសភាពឆាប់អស់កម្លាំងជាហេតុធ្វើឲ្យការរៀនសូត្ររបស់ពួកគេចាប់ផ្ដើមធ្លាក់ចុះទៅតាមនឹងដែរ វីសូឡាផលិតផលបារាំង